សេចក្តីជូនដំណឹងស្តីពីការមិនអនុញ្ញាតឲ្យមានការអុជកាំជ្រួចគ្រប់ប្រភេទនាឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ2026ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី31ខែធ្នូឆ្នាំ2025ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីចូលរួមរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញព្រមទាំងជៀសវាងការបន្តឲ្យមានបញ្ហាជាយថាហេតុស្រ័យដោយបានជម្រាបជូនខាងលើរដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋក្រុមហ៊ុនស្ថាប័នឯកជនព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារខាងលើទទួលបានសេចក្តីជូនដំណឹងនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់អភិបាលនៃគណៈអភិបាលនិងរាជធានីភ្នំពេញ